ញោមមីនេះហើយនិយាយទៅយើងអត់ចាំបាច់ប្រើជាមួយនឹងគ្រឿងក្រើសាច់អីដាក់ច្រើនញ៉ៃញ៉ៃទេមានតែជាមួយនឹងពងទាចៀនយកមកញោមបែបនេះណារសជាតិឆ្ងាញ់យកតាណាមិនអស់និយាយមែនបងប្អូនធ្វើហើយគឺឆ្ងាញ់ខ្លាំងមែនទែនសាច់សរសៃមីក៏ស្វិតរីឯគ្រឿងក្រើដែលយើងញោមជាមួយនឹងទៀតគឺមានជាតិមែនទែនចំពោះការធ្វើនឹងគ្រឿងផ្សំរបស់ខ្ញុំថ្ងៃនេះគឺមានតិចតួចទេមានតែជាមួយនឹងផ្នែកជីគឺយើងមាន2មុខណាមានជាមួយនឹងជីរណាហើយនឹងដើមគិនឆាយចំពោះដើមគិនឆាយនេះបងប្អូនខ្លះបើសិនជាគាត់អត់ចូលចិត្តក្លិនទេអាចប្រើជំនួសជាមួយនឹងជីវ៉ាន់ស៊ុយនឹងគឺបានដូចគ្នាចំពោះការហាន់នេះបងប្អូនចង់ហាន់ទំហំប៉ុណ្ណាក៏បានដែរតាមចំណង់ចំណូលចិត្តណារីឯប៉េងប៉ោះនេះវិញគឺយើងយកអាផ្នែករៀងស្គាចឹងមកពេលដែលយើងយកមកញ៉ាំបានញ៉ាំឆ្ងាញ់ចាចំពោះពងទាគឺខ្ញុំប្រើបរិមាណវាចំនួន3គ្រាប់ចំពោះការចៀនណាបងប្អូនគឺយើងចៀនឲ្យពងទានឹងឲ្យក្រៀមបានល្អមិនណាដើម្បីពេលដែលយើងកាត់យកទៅញ៉ាំទៅពងទាផ្នែកកណ្ដាលនឹងក៏ឈ្ងុយរីឯកែមគេនឹងក៏ស្រួយទៀតអញ្ចឹងហើយពេលដែលយើងចៀនមើលថាក្រៀមបានប៉ុណ្ណឹងគឺយើងទុកវាម្ល៉េះសិនងាកមកបុកជាមួយនឹងទឹកត្រីវិញម្ដងចំពោះការបុកទឹកត្រីហ្នឹងគឺយើងបុកដូចទៅទឹកត្រីកោះកងបងប្អូនយើងប្រើជាមួយនឹងខ្ទឹមសហើយនឹងម្ទេសរីឯខ្ទឹមសម្ទេសនេះបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបានណាអ្វីដែលសំខាន់ជាងគេក្នុងការបុកទឹកត្រីនេះណាគឺប្រើជាមួយនឹងស្ករត្នោតដូចខ្ញុំចេះគឺក្លិនឈ្ងុយមែនទែនស្ករត្នោតនេះគឺខ្ញុំយកមកពីខាងកំពង់ចាមបងស្លាយក៏ទិញយកមកឲ្យណាគឺក្លិនស្ករឈ្ងុយហើយពេលដែលយើងលាយជាមួយនឹងទឹកត្រីបែបនេះណារសជាតិវាបែបមុតឆ្ងាញ់ណាចំពោះគ្រឿងផ្សំវិញគឺយើងប្រើតែជាមួយនឹងប៊ីចេងបន្តិចហើយនឹងទឹកត្រីក្រូចឆ្មាចូលចំពោះរសជាតិយើងយកបែបរៀងដិតប្រៃជូរផ្អែមដោយសារតែយើងលាយជាមួយនឹងញ៉ាំមីមានបន្លែតិចតួចនៅក្នុងនឹងទៀតចាបន្តទៅខ្ញុំកូរច្របល់ជាមួយនឹងទឹកត្រីនេះមើលថាវាបានសព្វមកល្អហើយចាប់ផ្ដើមងាកមកស្រោះជាមួយនឹងបន្លែវិញម្ដងចំពោះបន្លែដែលយើងត្រូវស្រោះហ្នឹងមានតែមួយមុខទេជាមួយនឹងស្ពៃក្តោបទាំងឯងបងប្អូនការស្រោះបន្លែរបស់ខ្ញុំនេះគឺខ្ញុំអត់ស្រោះឲ្យវាឆ្អិនទេមើលថាវាបានមកសពបគឺស្រង់វាចេញមកត្រាំជាមួយនឹងទឹកកកនៅខាងក្រៅចំណែកឯមីវិញខ្ញុំប្រើចំនួន2ដុំនិយាយទៅចំពោះការធ្វើញ៉ាំបងប្អូនប្រើជាមួយនឹងមីណាដែលមានសរសៃស្វិតបានយើងញ៉ាំឆ្ងាញ់រយៈពេលនៃការស្រោះមីគឺប្រើពេល3នាទីនៅពេលដែលគ្រប់3នាទីហើយខ្ញុំស្រង់មីនេះចេញដើម្បីយកមកលាយញ៉ាំនិយាយទៅពេលដែលយើងស្រង់ចេញមកភ្លាមដាក់នៅក្នុងកូនចង្ដែកមើលមិនណាក្នុងកូនចង្ដែកក៏បានឬក៏យើងមានចានធំមួយក៏បានដែរដើម្បីងាយស្រួលពេលដែលយើងដាក់បន្លែចូលគ្រឿងក្រើដែលយើងមានហ្នឹងងាយស្រួលញ៉ាំចាចំពោះពងទាគឺខ្ញុំកាត់ចូលចំនួន3គ្រាប់ហើយថែមជាមួយនឹងជីរណាគិនឆាយហើយចុងក្រោយគេកុំភ្លេចថែមជាមួយនឹងខ្ទឹមក្រហមផងណាដោយសារតែខ្ទឹមក្រហមនេះគឺពេលដែលយើងលាយជាប្រភេទញ៉ាំអញ្ចឹងទៅគឺក្លិនឈ្ងុយពេលដែលយើងញ៉ាំប៉ះវាចាចំពោះការច្បល់និយាយទៅយើងអត់សូវប្រើពេលយូរហ្មងនេះខ្ទង់ប្រហែលជា4ទៅ5នាទីគឺសរសៃមីហើយនឹងគ្រឿងក្រៅផ្សេងទៀតដែលយើងច្បល់ជាមួយនឹងសាច់មីហ្នឹងវាបានចូលសព្វគ្នាបានមកល្អហើយបងប្អូនរសជាតិនេះនិយាយទៅគឺយើងធ្វើបែបយ៉ាងដិតដូចខ្ញុំប្រាប់មកណាសម្រាប់ការលាយទឹកត្រីដោយសារតែយើងមានជាមួយនឹងបន្លែហើយនឹងពងទារសជាតិទឹកត្រីគឺយើងយកបែបប្រៃជូរផ្អែមមកបងប្អូនរីឯហឹរវិញបងប្អូនខ្លះបើសិនជាគាត់អត់ចេះហឹរទេអាចដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តបានតែអ្វីដែលសំខាន់ជាងគេនោះក្នុងការញ៉ាំគឺយើងត្រូវតែប្រើជាមួយនឹងខ្ទឹមក្រហមនឹងឲ្យច្រើនមិនណាបានឆ្ងាញ់មួយមុខនេះការធ្វើក៏ងាយស្រួលរីឯគ្រឿងក្រើវិញកាន់តែតិចតួចទៀតបងប្អូននិយាយទៅគ្រាន់តែយើងមានជាមួយនឹងបន្លែ2មុខមានជាមួយនឹងប៉េងប៉ោះហើយនឹងស្ពៃក្តោបចំណែកឯមីវិញយើងប្រើជាមួយនឹងមីកញ្ចប់ពងទាបងប្អូនប្រើច្រើនតិចតាមចំណង់ចំណូលចិត្តនិយាយទៅពេលដែលលីហើយធានាឲ្យមកមួយចាននឹងញ៉ាំតាមម្នាក់ឯងនឹងតែដាច់ប៉ាត់ទៅ